ស្ដេចសៀមដឹងក៏លើកទ័ពដេញតាមដោយពុំមានអាវុធបរិបូរណ៍សេនាមឿងបានធានាខ្លួនតតាំងនឹងសៀមដោយប្រើឧបាយកលចម្លែកមួយគឺហ៊ានបដូរជីវិតដើម្បីកេតទ័ពខ្មោចមកច្បាំងនឹងសៀមគឺអ្នកតាខាងមឿងក្នុងរាជព្រះចន្ទរាជាគ្រិស្តសករាជ1200ប្រទេសខ្មែរស្ថិតនៅចំណុចប្រទេសសៀមពេលនោះស្ដេចសៀមបានបញ្ជូនបុត្រាមួយអង្គមកទ្រង់ត្រាស់នគរខ្មែរដោយឈឺចាប់នឹងការជិះជាន់ឈានពេញរបស់សៀមព្រះច័ន្ទរាជាក៏សម្លាប់បុត្រានោះទៅព្រះចៅសៀមក្រោធយ៉ាងខ្លាំងក៏លើកទ័ពមកវាយក្រុងលង្វែកទ័ពសៀមបានជាប្រជាជនខ្មែរជាច្រើនអ្នកយកទៅស្រុកសៀមក្នុងនោះមានអ្នកម្នាងប៉ែននិងមេដំរីឈ្មោះជំទាវប៉ៅប៉ៃផងដែរក្រោយមកអ្នកម្នាងប្រសូតបានបុត្រាមួយអង្គមាននាមថាឧតែនរីឯមេដំរីក៏ប្រសូតបានបុត្រមួយដែរថ្ងៃមួយឧតែនបានសុំមកដំរីបោះរោងដំរីដើម្បីរៀនវិជ្ជាខាងមកដំរីស្ដេចសៀមឃើញឧតែនឧស្សាហ៍ក៏ប្រទានងារជាអ្នកត្រួតត្រាផ្នែកងារខាងដំរីពេលធំឡើងកូនដំរីប៉ាប៉ៃបានធ្វើជាទីនាងព្រះចៅសៀមថ្ងៃមួយស្រាប់តែវាចុះប្រេងព្រិចមកស្លាប់ឧតែនតាមចាប់ដំរីនោះបានតាំងពីពេលនោះមកព្រះចៅសៀមបានប្រទានងារឧទេថាជ័យអស្ចារ្យអាយុបាន16ឆ្នាំជ័យអស្ចារ្យបានប្រើឧបាយកលត្រឡប់មកសោយរាជស្រុកខ្មែរវិញលុះមកដល់ស្រុកបាត់ដំបងអ្នកស្រុកនិងសេនាចាស់ម្នាក់ឈ្មោះថាមឿងព្រមទាំងកូន4នាក់បានចូលមកថ្វាយខ្លួនជាសេនាស្ដេចសៀមដឹងក៏លើកទ័ពដេញតាមដោយពុំមានអាវុធបរិបូរណ៍សេនាមឿងបានធានាខ្លួនតតាំងនឹងសៀមដោយប្រើឧបាយកលចម្លែកមួយគឺហ៊ានបដូរជីវិតដើម្បីកេតទ័ពខ្មោចមកច្បាំងនឹងសៀមលោកបានបង្គាប់ឲ្យជីករណ្ដៅមួយរួចដាក់ចម្រងលោកចុះទៅក្នុងរណ្ដៅនោះរីឯប្រពន្ធនិងកូន2នាក់ទៀតក៏លោតចុះតាមដែរលុះថ្ងៃពេញបូរមីគេឮសន្តាក៏ក្រោកមិនក៏ក្រោកដីដូចបណ្ដានសេនាមឿងម៉ែនទ័ពខ្មោចបានដង្ហែជ័យអស្ចារ្យលើកទ័ពទៅលបពាត់បន្ទាយសត្រូវទ័ពសៀមហើយរន្ធត់នាំគ្នារត់ប្រាសអាយុទ័ពសៀមបានផ្លាតទ័ពជ័យអស្ចារ្យក៏វិលត្រឡប់ទៅស្រុកវិញអស់ជ័យអស្ចារ្យឡើងគ្រងរាជ្យពីព្រះបិតានិងទទួលព្រះនាមថាព្រះជ័យចេស្តា